ស្ដីអ្នកទាំងអស់គ្នាថ្ងៃនេះជាកម្មវិធី Fantasy Story តកតងមានដែរមានចំណងជើងថាស្ដីមានពស់ក្នុងសាលារៀនសាច់រឿងដោយវិញ្ញាណវីរៈនាងខ្ញុំឈ្មោះអៀនរ៉ូសាជាអ្នកស្ដាប់ក៏សំអ្នកដតេនេះក៏ដូចតទៅថ្ងៃនេះមុនឈ្មោះពួកអារីមានស្ទេមានតៃពោះហើយនឹងណាតោវិញក៏ឃើញស្លឹងមើលពោះធំគឺអរក់មើលអារីម្នាក់នេះនិយាយថាអូជប់សិនណាតោកុំទៅចៅអីអត់ទេខ្ញុំទៅមុនហើយនាងបានឃើញពស់នេះក៏គេឃើញពស់ធំឬទេមិនមែនជាមនុស្សធម្មតាទេជាមនុស្សអាក្រក់នោះដែរអារីក៏មិនសូវចេះហាងរបាំក៏ធ្លាក់ចុះធ្លាក់ឡើងដួលកាប់មុខបាត់និយាយថាអូគេដួលហើយរំអត់ការទេពេលដល់ផ្ទះវិញក៏អារីចេញពីសាលារៀនដែរឮសំឡេងឆ្លុះគ្នាមួយឪពុកម្ដាយគាត់និយាយថាប៉ាម៉ាក់ខ្ញុំមកពីរៀនហើយឪពុកអារីនិយាយថាម៉េចបានស្ពាកតាប់មុខតអីគេឃើញពស់ធំពស់ធំមកអារីឃើញសំឡេងម្ដាយយំតែខ្លាំងបន្ទាប់មកនិយាយថាម៉ាក់កាលអីនឹងគេឆ្លុះគ្នាមួយពីប៉ាម៉ាក់គាត់ប៉ាមានស្រីដើរលយផឹកស៊ីហើយអារីស្លៀកពាក់អាដេកបែយកក៏បិទមិនចិត្តទេគឺពោះឡើងប៉ោងហើយក៏វាដាច់លាវអស់ហើយគឺស្អាតប្រាថ្នាហើយក៏នរីឃើញសម្លឹងមើលពស់ធំរបស់នាងក៏និយាយថាម៉េចបានប៉ោងធំម្លេះអត់ទេគាត់ស្ទែមានតៃពោះហើយក៏
ចូលសាលាមិនបានទេបន្ទាប់មកគេឃើញតែមានតែពោះរបស់នាងលែងសើចថាអាចខ្ញុំសុំតោផងគឺមកពីយុទ្ធហើយអារីក៏ក្អួតលើប្រគុណពីថ្ងៃក្រោយមកតាំងតែក្អួតខ្លាំងណាតូឮសំឡេងភ្ញាក់និយាយថាអុយភ្ញាក់ចង់ងាប់ហើយនាងនិយាយថាណាតូគឺជាមិត្តខ្ញុំអរេខ្ញុំអប់មកកើតទេគេមិត្តភក្តិកំពុងនិយាយថាតែមានតែពោះរបស់នាងហើយអារីឮសំឡេងក្នុងពោះក៏ស្រាប់តែនាងគេឮសំឡេងតែមួយសំឡេងឮខ្លាំងមកមិនអាចសរសេរអក្សរបានទេនិយាយថាអូយខ្ញុំឈឺពោះហើយអារីខ្លាចតែក៏ពោះធំគោះទ្វារថាគោះទ្វារបើកចាក់កន្លឹះបានហើយក៏ហើយមកបន្ទាប់មកម្ដាយរបស់អារីនិយាយថាអារីដល់ម៉ោងញ៉ាំបាយហើយអត់ទេម៉ាក់ខ្ញុំឈឺពោះហើយឈឺពោះហ៎សូមតាំងតែក្អួតខ្លាំងនាងយំហើយក៏ស្រាប់តែនាងខ្លាចពោះធំហើយហៀទឹកភ្នែកពេញបន្ទប់នេះវិជ្ជបណ្ឌិតឈ្មោះថាវីរៈគឺវីរៈនិយាយថាហេតុអីបានជាស្ត្រីមានតែពោះក្នុងសាលារៀនហេតុអីកើតឡើងអត់ទេខ្ញុំមិនអាចកើតឡើងបានផងវាស្រាប់ដែរនេះគឺជាផងដូច្នេះគឺសាឡបងទៅប៉ាមានចាញ់កូនបានចូលបន្ទប់ទៅនារីម្ដងជួអាចឡើងខ្លាំងស្រែកថាអូយចេញមកហើយអ្នកឃើញឮសំឡេងបានថាស្អីគេនឹងអូកូនយាយបិសាចខ្លាចណាស់អូយចូលថ្នាក់វិញលោកគ្រូនិយាយថាមិនបានអារីចូលបន្ទប់ទឹកយូរម៉េះហើយខ្ញុំសុំទៅផងវាក៏ចាញ់ក៏ហើយឮសំឡេងមួយចាប់ដែលគួនសមច្រើនជាបំផុតលោកគ្រូនិយាយថា
ឮសំឡេងគេហ្នឹងនេះខ្ញុំអត់មានណាគេឮសំឡេងផងកូនញ៉ាច់ស្រែកស្រែកក្រែកថានេះអត់ទេកុំចូលមកអីខ្ញុំសុំទៅផងសុំទៅផងយ៉ាក៏ឮសំឡេងក្នុងបន្ទប់ទឹកមួយក៏និយាយថាស្អីគេហ្នឹងនេះគឺជាកូនញ៉ាច់បិសាចប៉ានេះក៏នៅបន្ទប់ទឹកមកម្លេះវីរៈក៏វះកាត់ពោះឯបានត្រឹមត្រូវហើយគេជួបឪពុកម្ដាយរបស់អារីឃើញនិយាយថាប៉ាម៉ាក់ចាញ់កូនហើយអូឯម៉ាក់សំទោសណានាងនិយាយថាហាណាតូវះកាត់ពោះរួចហើយចាឪពុកម្ដាយរបស់អារីក៏ឆ្លុះគ្នាមួយកន្លែងវះកាត់តែបាននិយាយថាមិនបានថាប់គ្នាម៉េចមានស្អីអត់ទេយ៉ាងបដាទេក៏អាចទៅជាឡាបាននេះវីរៈនិយាយថាឈប់ឆ្លុះគ្នាទេលោកពូអ្នកមីងនេះគឺជាកូនញ៉ាច់បិសាចហាស្អីគេនឹងអូយខ្លាចណាស់វគ្គចាប់បិទដឹងវីរៈហេតុអ្វីបានកើតឡើងក៏កូនភ្លោះបងស្រីក៏មានកូនភ្លោះបងស្រីហើយអារីនិងណាតូរស់នៅសុខសាន្តពីជីវិតគាត់ទំនេះក៏បញ្ចប់ត្រឹមតែម្នេះក៏សូមអរគុណនៃបងប្អូនទាំងអស់គ្នាដើម្បីបានសាច់រឿងក៏ស្ដាប់ដែរទីបញ្ចប់នាងខ្ញុំសូមអរគុណ